ជំរាបសួរស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់រៀនរបស់ខ្ញុំបាទដងពុសាអូខេនេះគឺជាថ្នាក់រៀន Logic ដែលយើងចាប់ផ្ដើមពីដំបូងហើយក្នុងការ Machine ជំហានដំបូងយើងបើក Logic មកចឹង interface ដំបូងមុននឹងយើងចូលមកយើងអាច set up វាឲ្យហើយក៏បាននៅក្នុងនេះយើងអាចដាក់ tempo បទចម្រៀងតង់បទចម្រៀងຂະຫນាតចង្វាក់ហើយនេះយើងរើស sound card យើងប្រើអីយើងដាក់ហ្នឹងមកហើយសម្រាប់ sample rate frame rate អីយើងដាក់វាធម្មតាចឹងមកអូខេអញ្ចឹងយើង MT បញ្ចេញមកអញ្ចឹងយើងបង្កើតវាអញ្ចឹងសិនមកជំហានដំបូងមុននឹងបាន function នៅក្នុង logic ដូចរបស់ខ្ញុំបែបនេះយើងត្រូវទៅ setting មួយចំនួនសិនដើម្បីឲ្យ logic របស់យើងវាធ្វើការជាងមុនអូខេអញ្ចឹងជំហានដំបូងយើងចូល setting យើងចូល general តមកទៀតយើងចូលមក edit ហើយយើងរីកនេះ fade to full click ចឹងបានន័យថាពេលដែលយើងមាន audio ចូលមកគឺយើងអាចចែកបានជមើជាធម្មតាបើយើងអត់ទាន់បើកដូចរបស់ខ្ញុំមិញវាអត់មានចែកទេអត់មានពេលដែលយើង fade កតុយអីចឹងវាអត់មានទេពេលដែលយើងបិទវាអត់មានទេអត់មានអា fade phone នោះទេឃើញអត់យើងបើកវាមកតែវាមានហើយញ៉ាអូខេអញ្ចឹងដំបូងយើងបើកអាហ្នឹងបន្តមកទៀតនេះ assign tool ហ្នឹងមុនដំបូងវាអាចនឹងចេញបែបនេះអញ្ចឹងយើងយកវានេះមកអញ្ចឹងវាអានេះវាទៅជា3អូខេមុនដំបូងវាមានតែ2ទេអញ្ចឹងយើងដូរវាមកយើងបាន3អូខេអញ្ចឹងបាន3មកអញ្ចឹងឧទាហរណ៍នេះអញ្ចឹងយើងម៉ៅស្ដាំមកគឺសម្រាប់កាត់ឃើញអត់ហើយយើងចុច comment មក select វាឃើញអត់អញ្ចឹងយើងអាចដូរតាមចិត្តយើងឧទាហរណ៍ឥឡូវយើងចង់ឲ្យកាត់យើងចុច comment ហើយម៉ៅស្ដាំសម្រាប់លុបអូខេអញ្ចឹងពេលយើងម៉ៅស្ដាំលុបពេលដែលយើងចុច comment វាចេញកាត់យើងអាចកំណត់អីតាមដែលយើងចង់ប្រើបានហើយតមកទៀតយើងទៅមើល setting អីទៀតចូល setting ដែរអូខេអញ្ចឹងយើងចូល view យក track មកអានេះពេលមុនដំបូងវា color របស់យើងអីហ្នឹងវាអត់ស្អាតទេអញ្ចឹងយើងដូរវាដាក់នេះមកដើម្បីឲ្យ color វាស្អាតដែរដូចថាយើងបង្កើត track 4 10 track មកពណ៌ខុសៗគ្នាទាំងអស់ហើយអានេះយើងដាក់វាឲ្យវាបានន័យថាអាពណ៌នៅលើមុខនេះហើយនឹងអាពេល track យើង record ហ្នឹងពណ៌ដូចគ្នាឧទាហរណ៍ចាអូខេឧទាហរណ៍ចាបើសិនជាយើងអត់បានកំណត់អាហ្នឹងទេពណ៌ពេលដែលយើងដូរទៅវាអត់តាមគ្នាអញ្ចឹងឯងរបៀបដូចចេះពេលដែលយើងយកវាបែបនេះឃើញអត់យើងដូរទៅវាទៅតែនេះឯងអញ្ចឹងយើងដាក់វាបែបនេះទៅឲ្យវាដូចគ្នាទាំងអស់យើងដូរមួយវាទៅតាមគ្នាអូខេអញ្ចឹងពេលដែលខ្ញុំចូលមក logic ដំបូងគឺខ្ញុំ setting ប៉ុណ្ណឹងអូខេអញ្ចឹងចាំយើងចូលទៅវីដេអូបន្តទៀត